រឿងព្រះជលកាលមហាកាលព្រះបរមសាស្តាទ្រង់ប្រារព្ធនៅព្រះជលកាលនិងព្រះមហាកាលព្រះជលកាលជាប្អូនបង្កើតរបស់ព្រះមហាកាលលោកបួសតាមបងប្រុសមិនទាន់បានមួយព្រះវស្សាផងក៏បានលាចាកសិក្ខាបទសឹកមកជាក្រហមព្រោះភរិយារបស់លោកចេះតែមករំខានខ្លាំងពេកគ្រានោះឯព្រះមហាកាលជាបងនោះលោកបានបួសដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាខំចម្រើននៅអសុភកម្មដ្ឋានរហូតដល់បានសម្រេចព្រះអរហត្តផលព្រមទាំងបដិសម្ភិទាឯភរិយារបស់ព្រះមហាកាលបានឃើញបែបយ៉ាងរបស់ភរិយាជលកាលលួងលោមឲ្យសឹកហើយទើបគិតធ្វើតាមហើយបានទៅក្រាបអារាធនានិមន្តព្រះសង្ឃមានព្រះពុទ្ធជាប្រធានមកទទួលភត្តាហារនៅឯផ្ទះរបស់ខ្លួនព្រះសាស្តាព្រមទាំងភិក្ខុសង្ឃបានទទួលភត្តាហាររួចហើយទើបត្រឡប់មកវត្តវិញទុកតែព្រះមហាកាលមួយអង្គប៉ុណ្ណោះឲ្យនៅចាំធ្វើអនុមោទនាតាមពាក្យទូលសុំនៃពពួកភរិយារបស់ព្រះមហាកាលគ្រានោះភរិយារបស់ព្រះមហាកាលបាននាំគ្នាបង្ខំឲ្យលោកសឹកតែព្រះមហាកាលមិនព្រមសឹកព្រោះលោកជាព្រះអរហន្តហើយលោកបានហោះទៅលើអាកាសចេញតាមដំបូលផ្ទះត្រឡប់មកវត្តវិញពួកភិក្ខុទាំងឡាយបានសន្ទនាគ្នាអំពីរឿងរ៉ាវព្រះមហាកាលនិងព្រះជលកាលដោយប្រការផ្សេងៗព្រះសាស្តាទ្រង់ត្រាស់នៅព្រះគាថានេះថាសុភានុបស្សੰវិហរន្តាំងឥន្ទ្រីយេសុអសង្វុតាំងភោចនមហិអមត្តញ្ញੰកុសីតាំងហីនវិរិយੰតាំងវេបសហតិមេរោវតោរុក្ខាំងវៈទុវលੰអសុភានុបស្សੰវិហរន្តាំងឥន្ទ្រីយេសុសុសង្វុតាំងភោចនមហិចមត្តញ្ញੰសទ្ធੰអរថវិរិយੰតាំងវេនបសហតិមេរោវតោសេលੰវៈបុវតាំងមេរមែងបៀតបៀនបុគ្គលដែលឃើញតាមអារម្មណ៍ថាល្អមិនសង្រួមក្នុងឥន្ទ្រីទាំងឡាយមិនស្គាល់ប្រមាណក្នុងភោជនីយអាហារខ្ជិលច្រអូសមានសេចក្តីព្យាយាមអន់ថយនោះបានដោយងាយស្រួលដូចជាវីយ៉ូបោករំលីងនៅដើមឈើដែលមានឫសមិនល្អយ៉ាងនោះឯងតែមេមិនអាចបៀតបៀនបុគ្គលដែលពិចារណាឃើញតាមអារម្មណ៍ថាមិនល្អសង្រួមឥន្ទ្រីទាំងឡាយស្គាល់ប្រមាណក្នុងភោជនីយអាហារមានសទ្ធាមានសេចក្តីព្យាយាមល្អហើយនោះបានឡើយដូចជាវីយ៉ូបោកថ្មតាន់ឲ្យបាក់បែកមិនបានយ៉ាងនោះឯងអដ្ឋកថាខុទ្ទកនិកាយគាថាធម្មបទភាគ1ទំព័រទី143 165នៃព្រះសុត្តន្ទបិដកលេខ52ទំព័រទី22ចប់សូមអនុមោទនា